មេរៀនទី3ប្រទេសថៃ1ការពង្រឹងរបបរាជានិយម 1.1 ពីប្រព័ន្ធដឹកនាំរាជានិយមផ្ដាច់ការទៅជារបបយោធានិយមទំនើបកម្មនៅក្នុងប្រទេសថៃបានចាប់ផ្ដើមតាំងពីពាក់កណ្ដាលសតវត្សទី19គឺចាប់ផ្ដើមពីប្រព័ន្ធដឹកនាំនៃរបបរាជានិយមផ្ដាច់ការរហូតមករាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញការផ្លាស់ប្ដូរនយោបាយបានធ្វើឲ្យឧត្តមភាពស្ថាប័នព្រះមហាក្សត្រធ្លាក់ចុះទាំងអំណាចនិងតួនាទីប៉ុន្តែសពថ្ងៃព្រះមហាក្សត្រមានឥទ្ធិពលធំធេងមានអត្ថន័យជាប្រវត្តិសាស្ត្រនិងមានតួនាទីសម្របសម្រួលនៅក្នុងព្រះរាជអន្តរាគមន៍ដើម្បីឲ្យមានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ចក្នុងសង្គមថៃរាជានិយមថៃជាស្ថាប័នមួយមានឥរិយាបថជានិមិត្តរូបនៅក្នុងសាសនាដែលមានប្រភពពីការសំយោគរវាងប្រព័ន្ធដឹកនាំតាមបែបប្រពៃណីថៃរួមជាមួយនឹងប្រព័ន្ធដឹកនាំតាមបែបប្រពៃណីមូនខ្មែរនិងតាមទស្សនៈទាននៃព្រហ្មញ្ញសាសនាជាពិសេសលទ្ធិទេវរាជដែលជឿថាព្រះមហាក្សត្រកើតចេញពីអាទិទេពដូច្នេះទំនើបកម្មត្រូវការជាចាំបាច់នៅកំណែទម្រង់ព្រោះភាពទំជោនៃប្រព័ន្ធសេដ្ឋកិច្ចបែបចាស់ទាមទារឲ្យមានប្រព័ន្ធថ្មីមកជំនួសជាស្ដែងនៅពេលដែលសេដ្ឋកិច្ចមហាអំណាចអាណានិគមនិយមចូលមកដល់តំបន់ឥណ្ឌូចិនតែងតែប៉ះទង្គិចនឹងប្រព័ន្ធសេដ្ឋកិច្ចរដ្ឋសៀមការធ្វើទំនើបកម្មទៅលើប្រព័ន្ធដឹកនាំរដ្ឋជាប់តាក់ទងយ៉ាងខ្លាំងទៅលើផលប្រយោជន៍ប្រទេសមហាអំណាចដែលមានសកម្មភាពតាំងពីពាក់កណ្ដាលសតវត្សទី19មកម្លេះនៅក្នុងប្រព័ន្ធដឹកនាំរដ្ឋតាមបែបរាជានិយមផ្ដាច់ការសៀមត្រូវការពេលវេលាចាំបាច់ដើម្បីធ្វើកំណែទម្រង់រចនាសម្ព័ន្ធសង្គមថ្នាក់លើជាពិសេសទៅលើអភ័យឯកសិទ្ធិព្រះមហាក្សត្រដោយផ្ទាល់និងទៅលើកម្រិតវប្បធម៌ឆន្ទៈនយោបាយនិងទស្សនៈនៅក្នុងសតវត្សទី19និងដើមសតវត្សទី20តួអង្គតំណាងឲ្យទំនើបកម្មនយោបាយនិងសង្គមនៅក្នុងប្រទេសគឺព្រះមហាក្សត្រមង្គត1851 1868និងជូឡាឡុងកន1868 1910 ស្ដេចជូឡាឡុងកនចេះភាសាបរទេសនិងធ្លាប់ធ្វើទស្សនកិច្ចជាច្រើនប្រទេសជាពិសេសជក់ព្រះទ័យនិងទ្វីបអឺរ៉ុបព្រះអង្គមានភាពក្លាហានក្នុងការទទួលយកសមិទ្ធផលនៃរចនាសម្ព័ន្ធដឹកនាំបែបលោកខាងលិចតាមការអប់រំបច្ចេកវិទ្យាការអនុវត្តផ្ទាល់នៅក្នុងសង្គមសៀមនិងថែមទាំងអញ្ជើញអ្នកឯកទេសបរទេសឲ្យមកធ្វើការក្នុងប្រទេសទៀតផងសកម្មភាពរបស់ស្ដេចជូឡាឡុងកនមានឥទ្ធិពលយ៉ាងធំធេងទៅលើទំនើបកម្មសង្គមសៀមជាពិសេសទៅលើរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលតុលាការនិងហិរញ្ញវត្ថុគេបានបង្កើតប្រព័ន្ធអប់រំសាធារណៈលុបបំបាត់កម្មសិទ្ធិសក្តិភូមិប្រព័ន្ធដឹកនាំរដ្ឋបាលដែនដីត្រូវបានគេធ្វើកំណែទម្រង់ជាច្រើនដំណាក់កាលក្នុងទិសដៅបញ្ចប់ប្រព័ន្ធដឹកនាំស្វ័យភាពលុបបំបាត់ស្ថានភាពខុសគ្នាតាមតំបន់លុបប្រព័ន្ធចិញ្ចឹមនិងអំណាចចំណុះនៅតាមជនបទដោយដាក់ជំនួសនៅអំណាចកណ្ដាលវិញមន្ត្រីអាជ្ញាធរមូលដ្ឋានត្រូវទទួលការតែងតាំងនិងទទួលប្រាក់បៀវត្សពីអំណាចកណ្ដាលកំណែទម្រង់បែបនេះផ្ដល់នៅសោកនាដកម្មនាដំណាក់កាលចុងសតវត្សទី19និងដើមសតវត្សទី20ដោយសារការលុបបំបាត់អំណាចសក្តិភូមិពីមុនមកត្រូវទទួលបរាជ័យកំណែទម្រង់ប្រព័ន្ធដឹកនាំរដ្ឋទាមទារឲ្យមានធនធានមនុស្សនិងមន្ត្រីរាជការប្រកបដោយគុណសម្បត្តិនិងការអប់រំខ្ពស់គេបញ្ជូនយុវជនក្នុងនោះមានបុត្រស្ដេចបុត្រនៃញាតិវង្សសានុវង្សនិងកូនមន្ត្រីជាន់ខ្ពស់ទៅបន្តការសិក្សានៅទ្វីបអឺរ៉ុបក្រោយមកចំនួននិស្សិតចេញទៅសិក្សានៅក្រៅប្រទេសកើនឡើងភាគច្រើនជាកូនពាណិជ្ជករនិងកូននាយទាហាននៅឆ្នាំ1886ក្រុមយុវបញ្ញវន្តសៀមទី1បានត្រឡប់មកពីទ្វីបអឺរ៉ុបពួកគេបានធ្វើញត្តិស្នើសុំព្រះមហាក្សត្របង្កើតសភាជាតិក្រុមប្រឹក្សារដ្ឋមន្ត្រីអនុម័តច្បាប់ការពារសិទ្ធិមនុស្សសេរីភាពក្នុងការបញ្ចេញមតិនិងសមភាពប្រជាពលរដ្ឋនៅចំពោះមុខច្បាប់ព្រះមហាក្សត្រពុំអាចធ្វើអ្វីបានដូច្នេះការទាមទារនេះគ្មានលទ្ធផលឡើយនៅឆ្នាំ1912
បន្ទាប់ពីស្ដេចជូឡាឡុងកនសោយទីវង្គតបានលេចឡើងគម្រោងធ្វើរដ្ឋប្រហារដោយលួចលាក់នៅក្នុងទិសដៅបង្កើតប្រព័ន្ធដឹកនាំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឬលុបបំបាត់អំណាចព្រះមហាក្សត្រទាំងស្រុងតែម្ដងនៅឆ្នាំ1932មានមន្ត្រីគាំទ្រគោលការណ៍រដ្ឋប្រហារជាច្រើនអ្នកក្រោយចលនាបដិវត្តន៍ប្រព័ន្ធដឹកនាំរដ្ឋមានការផ្លាស់ប្ដូរទៅជារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅឆ្នាំ1931ស្ដេចព្រះរាជាទីប៉ុកបានយាងទៅប្រទេសអង់គ្លេសដើម្បីព្យាបាលជំងឺទ្រង់បាត់បង់ក្តីសង្ឃឹមក្នុងការស្ដាររាជបល្ល័ង្កឡើងវិញព្រះអង្គបានចាកចេញពីរាជបល្ល័ង្កក្នុងឆ្នាំ1935ក្រុមប្រឹក្សាសម្ងាត់នៃរាជបល្ល័ង្កបានជ្រើសរើសទ្រង់អាណាន់ដាម៉ាឃីដុនដែលមានព្រះជន្មនៅក្មេងខ្ចីនៅឡើយដែលត្រូវជាក្មួយរបស់ព្រះអង្គប្រាជ្ញាទីប៉ុកឲ្យឡើងសោយរាជ្យក្រោយព្រឹត្តិការណ៍បដិវត្តន៍ឆ្នាំ1932រហូតដល់ដើមទសវត្សរ៍ឆ្នាំ50ឧត្តមភាពនៃស្ថាប័នព្រះមហាក្សត្រនិងឥទ្ធិពលរបស់ស្ដេចស្ថិតក្នុងស្ថានភាពអាក្រក់បំផុតនៅចុងសម័យសង្គ្រាមលោកលើកទី2ទើបអំណាចព្រះមហាក្សត្របានដើរតួនាទីសំខាន់ឡើងវិញស្របពេលនឹងប្រទេសសម្ព័ន្ធមិត្តទទួលជ័យជំនះលើកងទ័ពជប៉ុនពេលនោះសម្ព័ន្ធភាពជប៉ុនថៃពុំបានទទួលសច្ចាប័នពីសំណាក់ក្រុមប្រឹក្សារាជានុសិទ្ធនៃព្រះមហាក្សត្រព្រីឌីប៉ាណូមីអុងទេដូច្នេះកិច្ចព្រមព្រៀងដែលមិនស្របទៅនឹងច្បាប់រដ្ឋធម្មនុញ្ញគ្មានសុពលភាពអនុវត្តឡើយនៅក្នុងឱកាសនេះហើយថៃអាចរក្សាមុខមាត់នៅលើឆាកអន្តរជាតិអាចចូលជាសមាជិកនៃក្រុមប្រទេសស្ថាបនិករបស់អង្គការសហប្រជាជាតិ 1.2 ការពង្រឹងលទ្ធិប្រជាធិបតេយ្យនិងស្ថាប័នព្រះមហាក្សត្រឡើងវិញនៅក្រោយសង្គ្រាមលោកលើកទី2រហូតដល់ឆ្នាំ1973យោធាថៃជាកម្លាំងដ៏សំខាន់មួយសម្រាប់ជំរុញដំណើរការវិវត្តនយោបាយសង្គមក្រោយមកគេមានប្រព័ន្ធសភានិយមនិងការពង្រឹងគណៈបកនយោបាយឲ្យកាន់តែប្រសើរកម្លាំងកងទ័ពជាតិបានប្រកាសខ្លួនអព្យាក្រឹតនៅឆ្ងាយពីឆាកនយោបាយប្រព័ន្ធសភានិយមថៃមានលក្ខណៈទន់ខ្សោយដោយសារឥទ្ធិពលនៃនយោបាយយោធានិងឥទ្ធិពលសេដ្ឋកិច្ចអាមេរិកដែលមានទិសដៅពង្រឹងកម្លាំងយោធាថៃផងនិងក្រុមអ្នកនយោបាយថៃដែលមានទំនោរទៅរកលោកខាងលិចផងក្រោយសង្គ្រាមលោកលើកទី2ប្រទេសថៃបានជួបវិបត្តិរដ្ឋប្រហារជាច្រើនលើករដ្ឋប្រហារសភារដ្ឋធម្មនុញ្ញរដ្ឋប្រហារយោធាប្រព័ន្ធសភាបានកែប្រែតាំងពីការតែងតាំងទាំងស្រុងទៅជាការបង្កើតប្រព័ន្ធបោះឆ្នោតក្នុងសភាថ្នាក់ក្រោមនិងតែងតាំងសភាថ្នាក់លើដូច្នេះស្ថិរភាពនិងការអភិវឌ្ឍប្រទេសជាតិកើតមាននៅពេលក្រុមមន្ត្រីនយោបាយយោធានិងស៊ីវិលបានផ្លាស់ប្ដូរគ្នាគ្រប់គ្រងរដ្ឋការដឹកនាំរបស់ពួកផ្ដាច់ការយោធានិយមបានជំរុញវិស័យសេដ្ឋកិច្ចនៃរបបមូលធននិយមរីកចម្រើនយ៉ាងខ្លាំងព្រមទាំងបង្កើតរចនាសម្ព័ន្ធមូលដ្ឋានសេដ្ឋកិច្ចទៅថ្ងៃអនាគតគេបានពង្រឹងតួនាទីយោធាឲ្យคล้ายទៅជាអ្នករៀបចំនយោបាយសេដ្ឋកិច្ចនិងសង្គមដោយជំរុញសហគ្រាសរដ្ឋឲ្យធ្វើសកម្មភាពនៅក្នុងវិស័យសេដ្ឋកិច្ចក្រោយមកគេបានរៀបចំគម្រោងអភិវឌ្ឍ5ឆ្នាំតាមរយៈកំណែទម្រង់វិស័យសិក្សាធិការវិស័យសុខាភិបាលនិងស្ដារហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ប៉ុន្តែអំពើពុករលួយនិងសកម្មភាពទុច្ចរិតរបស់នាយទុនធ្វើឲ្យពួកពាណិជ្ជករអាណិកជននិងមន្ត្រីថៃធំក្លាយទៅជាអ្នកមានស្ដុកស្ដំ 2. ដំណើរវិវត្តនយោបាយសេដ្ឋកិច្ចនិងសង្គមការផ្លាស់ប្ដូររដ្ឋាភិបាលដោយរដ្ឋប្រហារនៃរបបផ្ដាច់ការក្នុងក្បាលម៉ាស៊ីនដឹកនាំបាននាំប្រទេសទៅរកស្ថានភាពគ្មានច្បាប់ទម្លាប់នៅក្នុងការស្ដារស្ថានភាពសង្គមមេដឹកនាំយោធាបានធ្វើសេចក្តីស្នើសុំព្រះរាជអន្តរាគមន៍ពីស្ថាប័នព្រះមហាក្សត្រដើម្បីធានាប្រក្រតីភាពស្ថាប័ននិងសណ្ដាប់ធ្នាប់សង្គមប៉ុន្តែមិនបានន័យថាជាការពង្រីកអធិភាពរបស់ព្រះមហាក្សត្រទាំងស្រុងនោះឡើយស្ដេចរាមាទី9ភូមិពលអាដុលយ៉ូដេកបានឡើងសោយរាជ្យបន្ទាប់ពីព្រឹត្តិការណ៍សោកនាដកម្មរបស់ព្រះរាមព្រះអង្គព្រះនាមអាណាន់ដាម៉ាឃីដុនយុវរាជអាដុលយ៉ូដេកត្រូវបានគេរៀបចំរាជាភិសេកក្នុងឆ្នាំ1950បន្ទាប់ពីនោះមកព្រះអង្គចាប់ផ្ដើមធ្វើនយោបាយតាមរបៀបថ្មី
ព្រះអង្គបានធ្វើដំណើរទៅគ្រប់ទីកន្លែងទូទាំងប្រទេសនិងផ្ដល់ឱកាសឲ្យកសិករចូលគាល់ព្រះអង្គដោយផ្ទាល់ជាមួយនឹងការលាតត្រដាងកង្វល់ផ្ទាល់ខ្លួនមន្ត្រីរាជការក្រុមគ្រូពេទ្យនិងអ្នកឯកទេសកសិកម្មជាច្រើនបានធ្វើដំណើរអមព្រះរាជទស្សនកិច្ចតាមជនបទក្នុងទិសដៅផ្ដល់ការថែទាំសុខុមាលភាពដល់ប្រជាកសិករអភិវឌ្ឍប្រព័ន្ធអប់រំនៅតាមមូលដ្ឋានបង្ហាត់បង្រៀនបច្ចេកវិទ្យាកសិកម្មថ្មីជំរើសពូជសត្វពាហនៈធ្វើផ្លូវនិងប្រព័ន្ធស្រោចស្រពឡាដូច្នេះកម្មវិធីដ៏សំខាន់របស់ព្រះមហាក្សត្រគឺមិនឲ្យត្រីទៅអ្នកកំពុងឃ្លានទេប៉ុន្តែឲ្យសន្ទូចកម្មវិធីថ្មីនេះមិនគ្រាន់តែធ្វើឲ្យប្រជាជនភូមិភាគឦសានប្រទេសចេះបច្ចេកទេសទំនើបក្នុងវិស័យកសិកម្មប៉ុណ្ណោះនោះទេថែមទាំងធ្វើឲ្យពួកគេបោះបង់ដំណាំកញ្ឆានិងអាភៀនទៀតផងម្ចាស់ក្សត្រីស៊ីរីគិតមហេសីព្រះអង្គក៏មានកម្មវិធីផ្ទាល់ជាច្រើនដែរក្នុងទិសដៅពង្រីកវិស័យសិប្បកម្មនៅតាមផ្ទះដែលអាចឲ្យកសិករទទួលបានប្រាក់ចំណូលបន្ថែមនិងអាចថែរក្សាវប្បធម៌ជាតិទៀតផងជាការពិតកម្មវិធីទាំងអស់នេះពុំអាចដោះស្រាយបញ្ហាទាំងអស់បានទេប៉ុន្តែបានធ្វើឲ្យព្រះមហាក្សត្រកាន់តែមានប្រជាប្រិយភាពនិងការគោរពពីប្រជាជនជាពិសេសក្នុងចំណោមកសិករទោះបីប្រព័ន្ធទីផ្សារផ្ដល់ឲ្យពួកគេបានតិចតួចបំផុតក៏ដោយសកម្មភាពថ្មីនេះធ្វើឲ្យស្ដេចភូមិពលអតុលយដេតមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសភាពការនយោបាយឆ្នាំ1973ហើយឥទ្ធិពលព្រះអង្គបានគ្របដណ្ដប់ទៅលើគណៈបកនយោបាយក្នុងពេលដែលរដ្ឋាភិបាលបង្ក្រាបទៅលើនិស្សិតបះបោរយ៉ាងព្រៃផ្សៃនៅកណ្ដាលទីក្រុងបាងកកចាប់ពីពេលនោះមកកិត្យានុភាពរបស់ព្រះមហាក្សត្រធំធេងណាស់ទៅលើគម្រោងធ្វើរដ្ឋប្រហារក្នុងពេលជាមួយគ្នានេះដែរក្រុមញាតិវង្សានុវង្សរបស់ព្រះមហាក្សត្របានក្លាយទៅជាម្ចាស់កម្មសិទ្ធិលើប្រាក់ជាច្រើនក្នុងធនាគារនិងម្ចាស់ក្រុមហ៊ុនធំឧទាហរណ៍ CM Cement ឡាការវិវត្តទាំងអស់នេះជាការបញ្ជាក់ពីស្ថាប័នព្រះមហាក្សត្រទៅលើប្រព័ន្ធសេដ្ឋកិច្ចទីផ្សារហើយគេអាចថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់គេបានយ៉ាងល្អត្រឹមត្រូវទៀតផងស្ថាប័នព្រះមហាក្សត្រថៃបានក្លាយជាស្ថាប័នទំនើបមួយនៅក្នុងសង្គមនិងត្រូវបានគេតម្កល់ខ្ពស់ជាទីសក្ការៈ3សន្និដ្ឋានបម្រែបម្រួលស្ថានភាពសង្គមថៃជំរុញឲ្យមានការរីកចម្រើនលោតផ្លោះនៅក្នុងទំនាក់ទំនងនយោបាយសង្គមស្របតាមប្រព័ន្ធសភានិយមសភាពការបែបនេះរំលឹកដល់ព្រឹត្តិការណ៍ឆ្នាំ1932នៅពេលប្រព័ន្ធដឹកនាំចាស់ហួសសម័យបានរារាំងដល់ដំណើរការវិវត្តសង្គមត្រូវជំនួសដោយកម្លាំងថ្មីនៅក្នុងសង្គមថៃភាពឃោឃៅបានបាត់បង់ពីសង្គមថៃយ៉ាងឆាប់រហ័សហើយលេចឡើងនៅតុល្យភាពកម្លាំងថ្មីនិងកម្លាំងចាស់វរៈជននយោបាយថ្មីបានភ្ជាប់ខ្លួនចូលទៅក្នុងប្រព័ន្ធនយោបាយអ្នកនយោបាយយោធាមួយចំនួនបានចូលធ្វើសកម្មភាពនៅក្នុងគណៈបកនយោបាយជាមួយអ្នកនយោបាយស៊ីវិលនៅក្នុងគណៈនេះសមាជិកភាពរ៉ាឌីកាល់ពួកវរៈជនចាស់និងវរៈជនថ្មីបានរួបរวมពង្រីកកម្លាំងទៅលើឆាកនយោបាយដោយស្រុះស្រួលគ្នានិងគ្មានការប្រឈមមុខដាក់គ្នាគួរក៏សម្គាល់ថាកងទ័ពមានតួនាទីសំខាន់នៅក្នុងនយោបាយសង្គមថៃស្ថាប័នកងទ័ពដើរទន្ទឹមនឹងសភាគណៈបកនយោបាយប៉ុន្តែពេលខ្លះអំណាចព្រះមហាក្សត្រមានតួនាទីដ៏សំខាន់នៅក្នុងជីវភាពសង្គមថៃតួនាទីកងទ័ពថៃមានការប្រែប្រួលខ្លាំងណាស់បើប្រៀបធៀបទៅនឹងដំណាក់កាលរដ្ឋប្រហារយោធានិយមផ្ដាច់ការនិងដំណាក់កាលនៃការរីកចម្រើននៃរបបប្រជាធិបតេយ្យទោះបីជាយ៉ាងណាក៏ដោយតួនាទីកងទ័ពផ្សារភ្ជាប់នឹងអ្នកដឹកនាំជាន់ខ្ពស់និងចូលរួមតស៊ូក្នុងការបោះឆ្នោតប្រកួតប្រជែងនយោបាយដើម្បីអាសនៈនៅក្នុងសភាគោរពទៅតាមបែបបទអ្នកនយោបាយស៊ីវិល